មានជាអំណាចមេរៀនទី1បើឲ្យជ្រើសរើសរវាងចំណេះដឹងនិងអារម្មណ៍អណ្ដែតអណ្ដូងត្រាម៉ាគឺមនុស្សភាគច្រើននឹងបោះបង់ចំណេះដឹងចោលរួចហើយជ្រើសរើសយករូបភាពអណ្ដែតអណ្ដូងបើឲ្យជ្រើសរើសយកការពិតនិងការបោកប្រាស់គឺមនុស្សនឹងជ្រើសយកការបោកប្រាស់សំខាន់ឲ្យតែសប្បាយបើឲ្យជ្រើសរើសសៀវភៅដែលខ្លួនត្រូវអាននិងសៀវភៅដែលខ្លួនចូលចិត្តអានគឺថាមនុស្សនឹងជ្រើសរើសយកសៀវភៅដែលខ្លួនចូលចិត្តអាននេះហើយដែលហៅថារបៀបរស់នៅបំពេញតែតណ្ហានៃខ្លួនចង់ជួយខ្លួនឯងចង់ជួយគ្រួសារចង់ជួយជាតិប៉ុន្តែបើបានដើរឲ្យតែផុតរឿងខ្លួនឯងគឺល្អណាស់ទៅហើយដំណើរជីវិតដែលរស់នៅបំរើតែតណ្ហានៃខ្លួនបែបនេះបើទោះបីជាកើត100ជាតិទៀតក៏ស្រាយខ្លួនពីការជាប់ជំពាក់នេះមិនបានផងបើជួបសៀវភៅដែលអានពិបាកយល់គឺត្រូវចេះតស៊ូអានឲ្យយល់គិតឲ្យដល់ពលឲ្យត្រូវបើជួបរឿងលំបាកក្នុងជីវិតគឺត្រូវចេះប្រឹងប្រែងយកឈ្នះឲ្យខានតែបានឬបើយ៉ាងហោចណាស់បានប្រឹងប្រែងឲ្យអស់ពីសមត្ថភាពខ្លួនឯងសិនត្រូវរៀនចេះធ្វើជាមនុស្សដែលអាចតស៊ូនឹងការលំបាកនិងយកឈ្នះនៅសេចក្តីឈឺចាប់ការតស៊ូរបៀបនេះទៅវាអាចធ្វើឲ្យយើងរីចម្រើនទៅមុខបានមេរៀនទី2ហេតុអ្វីត្រូវអានហើយអានយ៉ាងម៉េចគ្រប់អ្នកដឹកនាំពូកែសុទ្ធតែជាអ្នកពូកែអានតែគ្រប់អ្នកអានទាំងអស់មិនមែនសុទ្ធតែអាចក្លាយទៅជាអ្នកដឹកនាំល្អទេប៉ុន្តែយ៉ាងហោចណាស់ការអានក៏គង់នឹងអាចប្រាប់យើងទាំងអស់គ្នាឲ្យដឹងថាតើមេដឹកនាំប្រភេទណាដែលយើងគួរដើរតាមដែរនេះហៅថាអំណាចដើម្បីសង្គមដើម្បីធ្វើឲ្យសង្គមមួយយកភាពអន់ថយគេពុំចាំបាច់ដុតកំទេចសៀវភៅចោលទេតែគ្រាន់តែពង្វក់ចិត្តមនុស្សកុំឲ្យចង់អានគឺគ្រប់គ្រាន់ក្នុងការបំផ្លាញប្រទេសទាំងមូលឲ្យអន្តរាយបានហើយក្នុងមាតុភូមិណាក៏ដោយគ្រប់គ្នាគួរតែប្រគល់ទឹកដីរបស់ខ្លួននិងប្រជាជនរបស់ខ្លួនឲ្យទៅប្រទេសដទៃដែលកំពុងឈ្លានពានខ្លួនបើខ្លួនគ្មានសមត្ថភាពការពារឬគ្មានសមត្ថភាពអភិវឌ្ឍឲ្យរីកចម្រើនរុងរឿងទេត្បិតប្រទេសដទៃប្រហែលជាមានសមត្ថភាពធ្វើឲ្យរីកចម្រើននេះហើយគឺជាមូលហេតុដែលយើងត្រូវប្រឹងប្រែងអានសៀវភៅខ្លះអានដើម្បីជួយជាតិរីឯអានសៀវភៅខ្លះទៀតអានដើម្បីជួយខ្លួនឯងបើមិនមែនតែនទៅការជួយជាតិនិងជួយខ្លួនឯងគឺមិនសូវខុសគ្នាប៉ុន្មានទេចុះតើយើងត្រូវអានយ៉ាងដូចម្ដេចកុំធ្វើជាទេសកលនៃគំនិតរបស់ស្មេយើងចំណាយពេលវេលាអានសៀវភៅដូចគ្នានិងចំនួនក្បាលសៀវភៅដូចគ្នាតែត្រូវជ្រួតជ្រាបទទួលបានចំណេះដឹងពីសៀវភៅគឺវាពុំដូចគ្នាឡើយអ្នកខ្លះអានមានសមត្ថភាពពិចារណាខ្ពស់ជាងអ្នកនិពន្ធគំនិតអ្នកនិពន្ធខ្លះជាគំនិតសាមញ្ញតែបើកម្រិតសមត្ថភាពនៃអ្នកអានខ្ពស់វានឹងធ្វើឲ្យគំនិតសាមញ្ញផ្គុំសាច់ផ្គុំឈាមคล้ายទៅជាគំនិតអស្ចារ្យដូច្នេះហើយទៅបានជាយើងជាអ្នកអានត្រូវតែកុំគិតងាប់ក្រឡាជាមួយគំនិតអ្នកនិពន្ធណាឲ្យសោះត្បិតបើងាប់ក្រឡាគឺស្មើនឹងងាប់បញ្ញាហើយបើងាប់បញ្ញាគឺស្មើនឹងคล้ายទៅជាកញ្ចេះនៃគំនិតអ្នកនិពន្ធអ្នកខ្សត់នៅការពិចារណាគឺច្រើនតែធ្លាក់ខ្លួនក្នុងទេសភាពនៃគំនិតឥរិយាបថបែបនេះវាពុំធ្វើឲ្យយើងរីកចម្រើនឡើយ